សម្រាប់ការសប្បាយពេញនិយមចំពោះបងប្អូននៅតាមជនបទស្រុកស្រែចម្ការក្រៅពីប្រមូលផលស្រូវរួចរាល់អស់ហើយនោះគឺការបូមស្រះបូមបៀចាប់ត្រីនឹងបងប្អូនបាទហើយជាពិសេសចំពោះបងប្អូនដែលគាត់មានស្រះមានបៀនៅតាមស្រែរៀងៗខ្លួននោះគឺតែងតែរៀបចំលក្ខណៈក្នុងការបូមហើយបងប្អូនណាបាទហើយបញ្ជាក់ជូនបងប្អូនថាមុននឹងធ្វើការបូមនេះបាទមុននេះគឺគាត់តែងតែខ្វៀលស្រះនឹងជានិច្ចបងប្អូនគឺការចាំមើលឃ្លាំមើលរៀបចំព្រួលរៀបចំទប់ស្កាត់ដើម្បីកុំឲ្យត្រីនឹងវាចេញពីព្រោះជាតាមទម្លាប់បុរាណនៅពេលដែលទឹកស្រកអាសខែកដិតខ្យល់ធ្លាក់មកពីជើងនេះគឺត្រីចាប់ផ្ដើមភ័យហើយគឺវាចាប់ផ្ដើមរត់ហែលទៅរកស្រះរកបាំងរកតពាំងរករកប្រភពទឹកធំធំតែមិនរីងបាទគឺញៀនរបស់ត្រីគឺវាដឹងចឹងតែម្ដងហើយមួយវិញទៀតនោះដើម្បីការពារជនខិលខូចមួយចំនួនដែលទៅនេសាទខុសច្បាប់ឬក៏ទៅបំផ្លាញត្រីនៅក្នុងសហបគាត់បាទបងប្អូនឥឡូវយើងមករៀបរាប់អំពីទស្សនវិជ្ជានៃការបូមស្រះបូមបៀនេះវិញម្ដងបាទភ្ជាប់ជាមួយនឹងទេសភាពវាលស្រែនារដូវប្រាំងបាទហើយទីតាំងស្រះនេះស្ថិតនៅក្នុងភូមិរោបអែមឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំស្រះនេះមានទំហំ10ម៉ែត្រគុណនឹង20ម៉ែត្រហើយគឺឥឡូវវាដាច់ប្រភពទឹកអស់ហើយបងប្អូនបាទដាច់ទឹកមូលហើយបាទន័យថាទឹកស្រែក៏រីងទឹកតាពាំងស្ទឹងអីហ្នឹងគឺក្បែរហ្នឹងរីងអស់ហើយអញ្ចឹងវានៅមូលតែម្ដងហើយខ្ញុំទៅនេះគឺគេបូមបានពាក់កណ្ដាលបាត់ទៅហើយបងប្អូនបាទគេបូម2ម៉ោងហើយបាទបកស្រះនេះអាចបូមពី4ម៉ោងទៅ5ម៉ោងរីងហើយបន្តិចទៀតបងប្អូននឹងបានឃើញលទ្ធផលនៃការចាប់ត្រីទាំងអស់គ្នាបាទឃើញត្រីស្រែសុទ្ធតែម្ដងបងប្អូនបាទបងប្អូនយើងក្រុមការងារយើងកំពុងតែបូមហើយត្រៀមសម្ភារៈផ្សេងជាច្រើនបាទនេះធុងទឹកនេះសម្រាប់ដាក់ត្រីបាទធំស្នងនេះសម្រាប់ត្រងនៅខាងមុខទឹកហូរហ្នឹងបាទមានឆ្នាំងហើយបាទនេះក្រុមការងារយើងកំពុងតែសម្រាប់កំពុងតែត្រៀមកម្លាំងក្នុងការចុះចាប់ត្រីអីចាស់បងប្រុសអ្នកនេះចេញបាត់ហើយបាទគឺក្រុមការងារគឺពាក់ឯកសង្ខាមដូចគ្នាបងប្អូនណានៅពេលដែលមានការបូមស្រះបូមបៀនចេះបងប្អូនយើងបាទសស្រាមមកជួយចាប់គ្នាណាបងប្អូនប៉ុន្តែឥឡូវនេះគឺមិនទាន់មានមកជុំគ្នាទេបាទបន្តិចទៀតនឹងមកជុំគ្នាហើយបាទហើយទេសភាពស្រកស្រែគឺមើលទៅបាទល្អស្រស់កាមែនតែនបាទនេះរដូវប្រាំងសានេះបូមរីងពាក់កណ្ដាលហើយបាទគឺបូម2ម៉ោងហើយបាទរាប់ទឹកបាទខ្សាច់ពេញវាស្រែនឹងតែម្ដងហើយបងប្អូនមើលទៅមិនសូវជាមានសម្រាប់មានអីប្រហែលទេប៉ុន្តែគឺត្រីច្រើនលទ្ធផលបងប្អូនណាបាទនេះគឺក្រុមការងារកំពុងតែបាទញាប់ដៃញាប់ជើងបាទណែបងប្អូននេះបាទត្រីស្រែសឹកតែម្ដងបងប្អូនបាទជាតែមែនតែនបាទឆ្អិនហើយបងប្អូនឆ្អិនហើយបានមានត្រីទុត្រីដៃត្រីក្រាញ់បាទគឺចាប់ផ្ដើមឆ្អិនប្រាហើយបាទពួកគាត់បានចំអិនប្រាយើងទៅបាទហូបបាយប្រាទៅឬក៏មានការហូបស្រាមតែវិទូចបាទជួបជុំគ្នាបាទប៉ុន្តែខ្ញុំទៅនោះពួកគាត់បានហូបបាយរួចប្រសាបាទទៅហើយត្រីផ្ទុត្រីក្រាំងជលូជាមួយនឹងទឹកត្រី7ទុំបងប្អូនបាទគៀតយឺដមែនតែនបានហើយអាកាសធាតុត្រីនេះគឺត្រីនោះគឺវាល្អទេបងប្អូនបាទអត់ក្តៅទេបាទគឺមិនសូវជាមានថ្ងៃទេមកល្មមយ៉ាងអាចបាទធ្វើការងារទៅបាននេះចាប់ផ្ដើមហើយបាទគាត់ហូបហើយបាទឆ្ងាញ់មែនតែនបាទងារទៅណារុំបាទបាទណាស់មកទៅជាទីមែនតែនបាទបាទខ្ញុំបានទៅហូបជាមួយនឹងពួកគាត់ដែរហើយយកវីដេអូមករៀបរាប់បន្ថែមនេះក៏ឃ្លានភាសាទៀតហើយបងប្អូនបាទត្រីទូធំបាទតាត់មកគឺបាទហើយទ្រពតែម្ដងបាទសាច់ឡាប់ស្វត់តែម្ដងបាទធំណាស់បងប្អូនអូយបាទអញ្ចឹងជាមួយនឹងទឹកត្រីបលទុំ
bà chỉ muốn bài còn này bà chọc quạt này bà đại quạt hộp bài rồi bà ta hai bà cứ miệng tay cả hộp trai à chỉ muốn năng mẹ nó thì tụi bà vô ra បាទហើយខ្ញុំទៅថតវីដេអូហ្នឹងក៏បានដាក់ជាមួយពួកគាត់ដែរបាទជាមួយនឹងស្រាប្រចាំតកោរបស់អ្នកខាងអ្នកឃុំដូនតៃបាទគឺស្រាសដូនតៃល្បីស្រាខ្លាំងបាទពេញស្រុកខ្មែរតែម្ដងបាទគាត់ដាក់មកកែវមិនក្រិតតែម្ដងបាទចាប់ផ្ដើមខ្លែមឲ្យបងប្អូនបាទហើយឃើញរាងក្រហមអញ្ចឹងបងប្អូនគឹមច្រឡំថាឆៅបងប្អូនបាទគឺឆ្អិនល្អណាស់បងប្អូនបាទចំអិនរៃអាំងបានឆ្អិនល្អណាស់ក្រហមនេះដោយសារតែត្រីយើងវាយហើយគឺវាជាប់ឈាមដល់ពេលហើយក៏វាអត់បាត់ក្រហមទេតែពិតគឺត្រីឆ្អិនល្អណាស់ បាទហើយត្រីនេះមិនមែនជាលទ្ធផលត្រីនៅក្នុងស្រះទាំងមូលទេបាទបងប្អូនយើងគ្រាន់តែចុះទៅចាប់បាទដើម្បីយកមកអាំងហូបបដាបាទតែសិនទេហើយក្រុមការងារកំពុងតែរៀបចំចុះចាប់ឥឡូវហើយបាទហើយត្រីទាំងអស់នេះគឺខ្ញុំនៅអាំងបាទខ្ញុំនៅអាំងដើម្បីត្រៀមតបឡាកម្លាំងរបស់យើងនៅឡើងពីការចាប់ត្រីមកគឺគាត់បានហូបបដាក្តៅបាទលទ្ធផលគឺតែចេញបដាហើយបងប្អូនបានគឺដាក់ទៅក្នុងសម្ភារៈដែលយើងបានត្រៀមទុកជាស្រេចបាទមានត្រីតូចត្រីធំគឺចាំមែនតែបងប្អូនបាទហើយមានកម្លាំងខ្លះគឺចិញ្ចឹមត្រីនឹងយកទៅតុងនៅផ្ទះបាទកុំឲ្យវាច្រើនពេកណាបីកុំឲ្យវាងាប់បងប្អូនបាទហើយនឹងហើយយើងយកទៅលាងបដាឬវាបដាទៅអាតូចធំមកត្រៀមងាប់ឡាផ្សេងទៅហើយណាបីចម្រាញឲ្យស្អាតបាទហើយនេះគឺជាលទ្ធផលទាំងមូលបាទដែលធ្វើការបូមស្រាបាទកន្លះថ្ងៃនេះបាទគឺលទ្ធផលប្រមាណខ្ញុំប្រមាណស្មានតែនេះប្រហែលជា100គីឡូបងប្អូនបាទច្រើនមែនតើមានតូចមានធំប៉ុន្តែភាគច្រើនគឺសុទ្ធតែធំបងប្អូនបាទមិនសូវជាមានតូចប្រមាណទេហើយត្រីផ្ទុះដែលធំជាងគេបំផុតនោះគឺទម្ងន់វាបានរហូតដល់ទៅ2គីឡូបាទក្នុងក្បាលបាទអញ្ចឹងវីដេអូនេះបាទមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការទស្សនាបាទសូមកម្លាំងចិត្តចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណសូមជម្រាបលា